ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនលោកយាយលោកតាកុមារាកុមារីវិលមកកាន់វីដេអូថ្មីទៀតហើយរបស់ខ្ញុំបាទផេនហើយថ្ងៃនេះផងដែរគឺខ្ញុំបាទនៅមានសាច់រឿងមួយមកចង់ចែករំលែកទៅកាន់ពុកម៉ែបងប្អូនស្ដាប់លេងកំសាន្តនាពេលរាត្រីអញ្ចឹងកុំឲ្យខាតពេលវេលាយូរតោះយើងចូលទៅសាច់រឿងរបស់យើងទាំងអស់គ្នាផ្ដើមនៃសាច់រឿងដំបូងនោះគឺលោកពូរបស់ខ្ញុំហ្នឹងគាត់តាំងពីមុនហ្នឹងគាត់ជាអាចនិយាយបានថាក្មេងរៀងស្ទាវដែរគ្រាន់ថាមិនចេះវាយគ្នាអីទេគ្រាន់ថាពេលដែលគេមានប្រពកម្មវិធីបន់នៅភូមិចិត្តខាងអញ្ចឹងគាត់តែងតែនាំគ្នាមកក្រុមដើម្បីទៅរាំលេងកំសាន្តនៅភូមិនោះនឹងមើលស្រីស្អាតផងដែរនិយាយទៅគឺមិនខុសអីពីក្មេងសម័យឥឡូវទេគ្រាន់ថាសម័យនោះគាត់ថាអត់ទាន់មានម៉ូតូអត់ទាន់មានឡានអីទេសូម្បីតែផ្លូវហ្នឹងមិនទាន់ចាក់ក្រាលកស៊ូផងមានតែផ្លូវលំអញ្ចឹងហើយគាត់ថារៀងពិបាកបន្តិចចាហ្នឹងប៉ុន្តែវាមិនខុសគ្នាទេវាដូចជាក្មេងឥឡូវទេថាចាក់ធុងបាសនៅភូមិចិត្តខាងអីតែជិះម៉ូតូជិះអីទៅមើលហើយតែពួកគាត់អត់ទេពួកគាត់នាំគ្នាដើរទៅមើលអញ្ចឹងទៅនឹងរាំលេងកំសាន្តអញ្ចឹងណាប៉ុន្តែគាត់ទៅនឹងមិនមែនថាគ្នាតិចអីហ្មងទេ3 4នាក់5នាក់អីដែរអញ្ចឹងហើយវាច្រើនគឺសមគាត់ថានៅពេលដែលគាត់ទៅរាំភូមិមួយនោះគាត់ថារាំយូរទៅវាលងខ្លួននៅដល់យប់ជ្រៅដល់ពេលអញ្ចឹងទៅម្នាក់អត់ហ៊ានមកផ្ទះវិញទេដោយសារតែយប់ជ្រៅហើយគ្នាទៅថ្ងៃហ្នឹងទេ5នាក់ទេទៅ5នាក់អញ្ចឹងទៅគាត់ថាមានតែចាំបែបម៉ោង3ម៉ោង4អីហ្នឹងមន់ល្ងាវពេលព្រឹកបានគាត់នាំគ្នាដើរមកផ្ទះវិញហើយនិយាយទៅម្ចាស់ខ្ញុំកាលហ្នឹងដូចអត់ចេះហៅដើររួចអីទេព្រោះអីមុនទៅហ្នឹងគាត់ថាគាត់ប្រាប់ដែរគាត់ប្រាប់ថាទៅជាមួយបងគាត់អញ្ចឹងស្ទាវនាំគ្នាទៅហើយមិនចេះវាយគ្នាមិនចេះអីដូចឥឡូវទេកាលនោះគាត់ថាទៅរាំលេងកំសាន្តអញ្ចឹងទៅប៉ុន្តែដោយសារតែគាត់ថានៅកាលនោះតាមភូមិអីគេកម្រចាក់ធុងបាសចាក់អីរាំគាត់ថាឲ្យតែមានអីភូមិណាគឺដឹងតែទៅឲ្យទោះចិត្តឬក៏ឆ្ងាយក៏ដោយដល់ពេលគាត់ថាចាំពីព្រឹកដើម្បីដើរមកផ្ទះវិញដល់ពេលព្រឹកមាត់ល្ងាវហ្នឹងគាត់ក៏នាំគ្នាដាស់គ្នាក្រោកឡើងដើម្បីដើរមកផ្ទះមែនដល់ពេលដើរមកដល់អាផ្លូវ8ច្បូនចូលក្នុងភូមិហ្នឹងវាអត់មានរឿងអីទេដើរមកអត់មានជួបបញ្ហាអីទាំងអស់និយាយរួមទៅប៉ុន្តែក្រោយពេលដែលគាត់ដើរមកដល់ចោះទូលចូលក្នុងភូមិហ្នឹងពូរបស់ខ្ញុំហ្នឹងគាត់ដើរក្រោយគេដល់ពេលគាត់ដើរក្រោយគេទៅគាត់គាត់ថាឃើញមនុស្សពាក់ឈុតពណ៌សកំពុងតែនៅក្នុងព្រៃអ្នកទាំងអស់គ្នាដល់ពេលគាត់ឃើញអញ្ចឹងទៅគាត់អត់មាត់ទេគាត់អត់មាត់អត់មានប្រាប់អ្នកមុខថាគាត់បានឃើញមនុស្សដែលកំពុងតែពាក់ពណ៌សហ្នឹងទេហើយគាត់និយាយថាអត់ឃើញជើងទេគាត់មើលទៅក្នុងព្រៃហ្នឹងតែវាយប់ដែរអ្នកទាំងអស់គ្នាយើងអត់មានគោមអត់មានអីផងអាងទេថាខែហ្នឹងវាខែរៀងភ្លឺអញ្ចឹងទៅយើងមើលទៅឃើញគាត់ថាសស្ទុះសស្គង់នៅក្នុងព្រៃហ្នឹងដល់ពេលគាត់ថាគាត់ឃើញអញ្ចឹងទៅគាត់ប្រឹងដើរលឿនដើម្បីឲ្យទៅកដាលគេឬក៏ដើរទៅមុខគេម្ដងដល់ពេលគាត់ថាគាត់ប្រឹងដើរយ៉ាងណាគឺដើរអត់លឿនទេមានន័យថាសកម្មភាពដែលគាត់ដើរហ្នឹងវាប្រៀបដូចជានៅតែដែលមានន័យថាវាអត់មានដូចថាកម្លាំងដែលត្រូវឲ្យលឿនទេហើយគាត់ថាគាត់ដើរយូរទៅដូចជាយឺតទៅអញ្ចឹងខ្ញុំគិតឆ្ងល់អ្នកមុខមិនបានដើរលឿនម្ល៉េះដល់ពេលគាត់ថាគាត់ដើរអញ្ចឹងទៅគាត់ប្រឹងដើរទាល់តែហ៊ូសដល់ពេលហ៊ូសបានចង្ងាយប្រហែលជាខ្ទង់20 30 40 ចង្ហៀនយ៉ាងអ្នកទាំងអស់គ្នាគាត់ថាគាត់ងាកមកក្រោយវិញម៉ែអត់មានឃើញអីសោះដល់ពេលគាត់ថាគាត់អត់មានឃើញអីចឹងទៅគាត់ក៏ប្រឹងដើរទៀតប្រឹងដើរឲ្យហ៊ូសអ្នកនៅកដាលគេនឹងឲ្យហ៊ូសអ្នកកដាលហ៊ូសអ្នកមុខគាត់គាត់ថាអត់ទៀតគាត់ឆ្ងល់អញ្ចឹងបានគាត់ដើរយឺតម្ល៉េះដល់ពេលគាត់ថាដើរទាល់តែមកដល់ផ្ទះដល់ពេលមកដល់ផ្ទះទៅគាត់និយាយអារឿងនឹងប្រាប់អ្នកដែលនៅជាមួយគាត់ហ្នឹងទៅគាត់ថាអត់មានទេណាគេបានឃើញទេអត់មានអ្នកណាគេបានឃើញទេហើយដល់ពេលគាត់សួរថាបើអត់ឃើញអីផងមិនបានដើរលឿនម្ល៉េះគាត់ថាពួកគាត់មានដើរលឿនណាគាត់ដើរនៅចាំពូខ្ញុំតែឃើញពូខ្ញុំទេដើរយឺតខ្លួនឯងគាត់ថាទាំងតែពេលហ្នឹងគាត់ដើរបើសិនជាលបឿននៃការដើរវិញគឺញាប់ដៃញាប់ជើងតែម្ដងឡើងបែកញើសគាត់ថាតម្រាំតែមកដល់ផ្ទះអ្នកទាំងអស់គ្នាប្រឹងដើរពេកដល់ពេលអ្នកដែលទៅមួយគាត់ហ្នឹងបែរជាថាគាត់អត់ទៅដើរទេដើរយឺតធ្វើឲ្យគេនៅចាំទៅវិញដល់ពេលអញ្ចឹងទៅគាត់ថាអូខ្មោចលងគាត់ហ្មងគាត់ថាសស្គុះនៅក្នុងព្រៃដែលក្បែរផ្លូវនឹងមិនឆ្ងាយប្រហែលទេគាត់ថាហើយគាត់ប្រឹងមើល
ដោយថាកលេចផ្នែកអ្នកទាំងអស់គ្នាមិនមែនបែរមុខទៅមើលចំទេគាត់ថាប្រឹងមើលអាកតុយផ្នែកគាត់ហ្នឹងគាត់ថាដូចអត់ឃើញជើងទេគាត់ឃើញជាសស្គូសយ៉ាងហ្មងសស្ទង់ហ្នឹងដល់ពេលគាត់ដើរទៅផុតទៅបែរជាវាបាត់អត់ដឹងថាទៅណាអត់ដឹងថាមិនដឹងហោះឡើងទៅលើមិនដឹងរលាយបាត់មិនទេគាត់មិនដឹងទេហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេខ្ញុំជឿថាអ្នកទាំងអស់គ្នាស្ដាប់ទៅខ្ញុំនិយាយអត់សូវច្បាស់ហើយត្រូវអត់ដោយសារអីដោយសារតែខ្ញុំឈឺរ៉ាតពេកអត់ដឹងមូលហេតុអីទេបានជាតកើតពួងបែករ៉ាតនិយាយទៅអត់ទៅច្បាស់រៀងងូណាហើយណាមួយករបស់ខ្ញុំនឹងក៏វារៀងឈឺដែរចឹងហើយនិយាយទៅអត់ទៅច្បាស់អត់ទៅអីក៏សូមកាន់តែអភ័យទោសផងជំរាបសួរអ្នកទាំងអស់គ្នាអញ្ចឹងកុំឲ្យខាតពេលវេលាយូរតោះយើងចូលទៅសាច់រឿងយើងតទៅមុខទៀតនិយាយទៅសាច់រឿងមួយនេះគឺបានមកពីពូខ្ញុំដែរទេគាត់ថាថ្ងៃហ្នឹងគឺគាត់ទៅជីជួរហើយអ្នកទៅជីជួរកស៊ូគឺដឹងហើយយើងទៅមិនមែនទៅព្រឹកទេគឺយើងទៅម៉ោង2ម៉ោង3យប់អាប៊ីភ្លឺហ្នឹងអ្នកទាំងអស់គ្នាគាត់ថាគាត់ទៅហើយរដងហ្នឹងគាត់ថាគាត់ទៅពីអ្នកប្អូនពីអ្នកក្មួយនិយាយថាក្មួយគាត់ម្នាក់ហ្នឹងទៅបានគ្នា2នាក់ទៅជីតែថ្ងៃហ្នឹងយើងរាយអីគឺគាត់ទៅតែម្នាក់ឯងទេហៅក្រោកឡើងហៅដែរហៅតែគេថាគេអត់ទៅទេគេខ្ជិលថ្ងៃហ្នឹងគេមិនដឹងគេជីជួរតាមអារម្មណ៍តាមអីមិនដឹងទេហៅទៅក៏អត់ទៅដល់ពេលគាត់ថាអញ្ចឹងទៅបើមិនទៅជីអត់លុយចាយកាលណាទៅអត់លុយចាយអញ្ចឹងត្រូវទៅហើយគាត់ថាទោះបីជាខ្លាចក៏ដោយហើយចង្រៃអីកាលហ្នឹងខ្មោចដែលចកាចិត្តគាត់ហ្នឹងទើបងាប់ថ្មីទៀតងាប់ហ្នឹងអត់ដឹងមូលហេតុអីទេបានងាប់កាលហ្នឹងដូចជាមកកាត់ស្មៅចកាកស៊ូដែលនៅចិត្តចកាពូខ្ញុំហ្នឹងទៅហើយទៅទៀតវិញដូចជាខ្យល់កមិនដឹងស្អីមិនដឹងទេក៏ចាយគាត់ងាប់ទៅដល់ពេលអញ្ចឹងទៅពូខ្ញុំគាត់ថាគាត់រៀងភ័យដែរភ័យខ្លាចអាពេលទៅដល់ចកាហ្នឹងប៉ុន្តែតាមផ្លូវដែលគាត់ជិះទៅហ្នឹងគឺអត់ខ្លាចទេព្រោះអីគាត់ថាតាមផ្លូវដែលគាត់ជិះទៅហ្នឹងមានមានអីគេធម្មតាអញ្ចឹងទៅប៉ុន្តែចៃដន្យអីទៅដល់ចកាគាត់អត់បានឃើញអីទាំងអស់បែរជាគាត់ឃើញនៅតាមផ្លូវវិញគាត់និយាយអញ្ចឹងពេលដែលគាត់ជិះម៉ូតូទៅតាមផ្លូវហ្នឹងទៅដល់អាកន្លែងឡើងទូលមានថាផ្លូវពីភូមិខ្ញុំវាមានអាផ្លូវកាត់មួយសម្រាប់ជិះទៅផ្លូវធំមួយទៀតផ្លូវចាក់គ្រូមួយទៀតគាត់ថាជិះអាផ្លូវកាត់ហ្នឹងទៅផុតគេហៅដូចជាទំនប់ទឹកមួយផុតអាហ្នឹងហើយទៅដល់ឡើងទូលទៅវាចូលទៅអាផ្លូវធំហ្នឹងគាត់ថាកលេចទៅឃើញមនុស្សស្រីម្នាក់ពាក់ដូចបើសិនជានិយាយវិញដូចកណាត់សអញ្ចឹងពណ៌សអញ្ចឹងរូបពណ៌សអញ្ចឹងគាត់ថានៅចិត្តដើមស្វាយដោះកមុំមួយដែលនៅក្បែរផ្ទះគេដល់ពេលគាត់ថាគាត់ឃើញអញ្ចឹងទៅម៉ូតូរបស់គាត់ច្បាច់ទៅគេភ្លើងហ្នឹងវាជះទៅចំអញ្ចឹងឃើញដល់ពេលគាត់ឃើញអញ្ចឹងគាត់ភ្ញាក់ព្រឺស្មានតែម្ចាស់ផ្ទះព្រោះអានៅទៅហ្នឹងវាមានចិត្តដើមស្វាយហ្នឹងវាមានផ្ទះគេមួយគាត់ស្មានតែម្ចាស់ផ្ទះគេហ្នឹងអញ្ចឹងទៅគាត់ក៏មើលទៅគាត់ជិះឡើងទៅចិត្តដល់ហើយគាត់មើលទៅគាត់ស្មានតែម្ចាស់ផ្ទះដល់ពេលរួចគាត់ថាមិនមែនម្ចាស់ផ្ទះផងព្រោះអីម្ចាស់ផ្ទះគាត់ស្គាល់អ្នកភូមិជាមួយគ្នារឿងអីថាមិនស្គាល់គ្រាន់តែយើងបែកចែកភូមិក្នុងភូមិហើយនឹងក្រៅភូមិនៅផ្ទះគាត់ហ្នឹងនៅក្រៅភូមិហើយរឿងអីថាយើងមិនស្គាល់អ្នកទាំងអស់គ្នាដល់ពេលគាត់ថាគាត់ឃើញអញ្ចឹងទៅគាត់ថាគាត់ធ្វើយ៉ាងទៅជុំពេលណាគេមកទៅនឹងយប់ឯហ្នឹងហើយបជាបន្តិចកន្លែងហ្នឹងពីមុនមកវាធ្លាប់មានគេឡានដឹកដលងកន្លះនៅទៅនឹងតែមនុស្សស្លាប់មនុស្សរស់អីគឺខ្ញុំមិនដឹងទេប៉ុន្តែពីមុនមកហ្នឹងអាកន្លែងដែលឃើញហ្នឹងគឺធ្លាប់មានឡានដឹកដលងអីកន្លាប់នៅនឹងឮថាកប់មនុស្សកប់អីដែរតែគេយកបានយកអីវិញអញ្ចឹងណាតែអត់ដឹងបាត់បង់ជីវិតឬអត់ទេគាត់ថាដល់ពេលគាត់ឃើញអញ្ចឹងទៅគាត់ភ្ញាក់ព្រឹតម៉ូតូគាត់ទៅហ៊ូបាត់ដល់ពេលទៅហ៊ូបាត់គាត់ប្រឹងកលេចផ្នែកមើលខាងក្រោយទៅគាត់ថាឃើញដើរចូលទៅក្នុងដើមស្វាយដោះកមុំមួយហ្នឹងអ្នកទាំងអស់គ្នាដើរចូលទៅក្នុងហ្នឹងគាត់ថាបាត់ដើរចូលទៅវាបែបដូចបាត់ហ្មងដើរចូលទៅបាត់ឈឹងពេលគាត់ភ្ញាក់ព្រឹតម៉ែកាមកហ្គាម៉ូតូគាត់ប្រឹងមូលងាងអញ្ចឹងទៅប្រត់ទៅហ៊ូទៅក៏ទៅដល់ចកាដល់ពេលទៅដល់ចកាទៅគាត់ក៏ជីជួរធម្មតាប៉ុន្តែចៃដល់ថ្ងៃហ្នឹងខ្យល់ទៀតខ្យល់មេកស៊ូគឺបាក់ព្រឺប្រៅខ្យល់លឹកកស៊ូលឹកអីគឺលឺសូលេងមកគួរខ្លាចមកហើយចៃដល់ថ្ងៃហ្នឹងគាត់ថាស្រួយមែនទេមករដងគាត់ជិះមកគឺអត់ដែលអីទេតែគាត់ជិះ2នាក់តែថ្ងៃហ្នឹងហៅអាក្មួយទៅហ្នឹងវាអត់ទៅជាមួយទេដល់ពេលអញ្ចឹងទៅគាត់ថាគាត់ខឹងមែនទេមិនដឹងវាខ្លាចអាក្មួយដែលងាប់នៅចិត្តចកាហ្នឹងក៏មិនដឹងហើយវាខ្ជិលក៏មិនដឹងដល់ពេលអញ្ចឹងទៅគាត់ថាគាត់ខឹងគាត់ខំហៅខំអីខំអោយលុយចាយអីហើយបែរជាធ្វើអញ្ចឹងដាក់គាត់ណាដល់ពេលអញ្ចឹងទៅគាត់ថាគាត់ប្រឹងជីជួរហ្នឹងអាកាត់ជប់កាត់ល្ងិតហ្នឹងប្រឹងជីគាត់ថាជីបានពាក់កដាលចាប់ដើមបើស្រក់មកវាហត់ដល់អ្នកទាំងអស់គ្នាហើយចៃដន្យអីអាចការគេនៅចិត្តហ្នឹងមានមនុស្សស្លាប់មានអីទីពេលអញ្ចឹងទៅគាត់ថាគាត់ភ័យមែនតើគាត់ប្រឹងជីទាំងតដោ
ទៅលំបាកហ្មងហើយគាត់ថាថ្ងៃហ្នឹងទៀតអត់មានវេនអ្នកណាជីទាំងអស់គាត់ជីតែម្នាក់ឯងទេចកាអ្នកដតីរាល់ដងអីគេមានវេនមានអីគេអញ្ចឹងទៅប្រហែលជាគេវាយឆ្នាំវាយអីទៅក៏គេបដូរវេនថ្ងៃបដូរអីអញ្ចឹងទៅក៏ជីអត់ចំគ្នាដល់ពេលអញ្ចឹងគាត់ថាថ្ងៃហ្នឹងគឺស្ងាត់គាត់ជីគាត់ថាស្ងាត់មែនតើហ្មងជីតលតែម៉ោង4ម៉ោង4ម៉ោង5ចាប់ដើមភ្លឺល្អះទៅក៏មានអារម្មណ៍មួយថារឿងធូរស្រាលក្នុងចិត្តជីតលតែហើយបានហើយរបស់គាត់ដល់ពេលជីហើយគាត់ក៏មិនជីមកផ្ទះវិញគាត់ក៏និយាយប្រាប់អារឿងហ្នឹងទៅម្ចាស់របស់ខ្ញុំឲ្យគាត់ស្ដាប់គាត់ថាគាត់បានឃើញមែនឃើញមិនដឹងមនុស្សមិនដឹងខ្មោចមិនដឹងព្រាយមិនដឹងទេគាត់ថាពាក្យសនៅកន្លែងផ្ទះហ្នឹងតែឥឡូវដើមស្វាយទៅដល់កមុំហ្នឹងគេកាប់បាត់ហើយអ្នកទាំងអស់គ្នាគេធ្វើផ្ទះថ្មីទៅគេកាត់ចោលហើយអាកន្លែងតែគាត់ឃើញហ្នឹងដូចខ្ញុំនិយាយចឹងគឺធ្លាប់មានឡានគេឡាប់នៅហ្នឹងឡានដឹកដលងស្លាប់តែមិនដឹងមានមនុស្សស្លាប់ឬអត់ទេដល់ពេលគាត់ថាគាត់ឃើញចឹងទៅគាត់រៀងសង្ហាចិត្តដែរគាត់រៀងភ័យខ្លាចផងហើយមើលទៅក៏ចម្លែកផងព្រោះអីគាត់ថាគាត់មិនដែលឃើញអញ្ចឹងទេវាដូចរឿងដូចបាតុភូតមួយដែលប្លែកសម្រាប់គាត់អញ្ចឹងដល់ពេលអញ្ចឹងទៅគាត់ថាអូប្លែកចម្លែកអារម្មណ៍របស់គាត់ក៏និយាយរឿងនឹងមកប្រាប់ខ្ញុំទៅខ្ញុំក៏ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាស្ដាប់ទៅហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេគឺអ្នកទាំងអស់គ្នាស្ដាប់ហើយមានការពេញចិត្តជួយចុច like និង subscribe នៅ channel YouTube របស់ខ្ញុំម្នាក់មួយផងអូខេជួបគ្នានៅវីដេអូក្រោយទៀត